មុនប្រើ supplement 5ចំណុចនេះគឺបងប្អូនត្រូវដឹងសិនទី1 supplement គឺមិនមែនជំនួសអាហារការគេងឬការហាត់ប្រាណទេ2គឺត្រូវមើលគ្រឿងផ្សំក៏ដូចជាកម្រិតបរិមាណដែលត្រូវប្រើប្រាស់មិនមែនយើងប្រើច្រើនទៅគឺបានលទ្ធផលល្អប្រសើរលឿនជាងនោះទេទី3គឺកុំប្រើតាមគេកុំប្រើតាមអ្នកដទៃយើងត្រូវដឹងពីសុខភាពយើងត្រូវដឹងពីតម្រូវការរាងកាយយើងទី4គឺយើងបើសិនជាយើងប្រើប្រាស់ថ្នាំជាប្រចាំយើងមានប្រើថ្នាំជាប្រចាំឬក៏យើងមានជំងឺប្រចាំកាយគឺយើងត្រូវពិក្សាមួយពេទ្យសិនមុនពេលយើងប្រើប្រាស់ supplement ទី5គឺកុំចាប់ផ្ដើម supplement ច្រើនមុខរួមគ្នាពីព្រោះអីពេលដែលមានបញ្ហាគឺយើងអត់ដឹងថាមួយណាដែលធ្វើឲ្យយើងមានការបញ្ហានោះទេហើយខ្ញុំចាំថាមាន comment បងប្រុសម្នាក់គាត់សួរថាតើ creatine អាចធ្វើឲ្យប៉ះពាល់ដល់តម្រងនោមឬអីក៏អត់អញ្ចឹងវីដេអូក្រោយចាំមើលខ្ញុំនឹងព្យាយាមនិយាយពីរឿងហ្នឹង